សួស្តីខ្ញុំនឹងនាំជូនព័ត៌មានមួយពីខាង eBay អញ្ចឹង eBay គឺជាក្រុមហ៊ុនដែលលក់ផលិតផលហើយក៏យើងអាចនិយាយបានថាគឺជា global បាទវាគឺ global ហើយលក់ផលិតផលលើពិភពលោកយើងអាចនិយាយបានថាជាផលិតផលដែលល្អហើយមានតម្លៃថ្លៃបាទជាក់ស្ដែងគឺដូចជារថយន្តមួយនេះបាទរថយន្តមួយនេះគឺ Lamborghini 2016 នៅ eBay គឺគេលក់តម្លៃ 60000 ចា60បាទសំទោសមិនមែន 60000 ទេគឺ650000បាទ659,800បាទ65000បាទនេះគឺជារថយន្ត Lamborghini លក់នៅ eBay ហើយកាតនេះបាទនេះគឺជាកាតមួយដែលគេធ្វើនៅតាំងពីឆ្នាំ1979ហើយគេលក់នៅក្នុងតម្លៃ 20000 បាទ 20000 ជាង 29000 បាទជិត 30000 បាទនេះគឺជាកាតបាទកាតនេះយើងមើលទៅនេះកាតអញ្ចឹងនេះណាមើលទៅដូចជាវាមិនថ្មីប្រហែលទេដូចវាចាស់ទៅហើយតែតម្លៃកប់ពពកបាទនេះអត្រានេះក៏លក់នៅ eBay ដែរដែលគេលក់5តម្លៃគឺ 80000 អត្រានេះម៉ាក Kubota អញ្ចឹង Kubota នេះគឺលក់ 80000 មួយវិញទៀតចំពោះនាឡិកាដៃនេះគឺជានាឡិកាដៃដែលលក់នៅ eBay ដូចគ្នាហើយនាឡិកាដៃនេះគឺមានតម្លៃ $64995 ដុល្លារជាងនាឡិកានេះណាយើងមើលទៅនាឡិកានេះបាទស្អាតណាស់ស្អាតហើយតមកទៀតគឺមួយនេះដែរគឺសម្បត្តិពាក់ព័ន្ធជាមួយនឹងការមើលបាល់ទាត់អញ្ចឹងសម្បត្តិនេះអូខេបាទបើយើងទិញសម្បត្តិនេះទៅគឺមើលបានពេញមួយជីវិតជាងតែម្ដងបាទលើកលែងតែយើងអស់ជីវិតអញ្ចឹងយើងមើលបានរហូតប៉ុន្តែតម្លៃវាគឺ 40000 បាទ 40000 ជាងតម្លៃពូសម្បត្តិមើលការបាល់ទាត់នេះបាទ 40000 ហើយចិញ្ចៀនពេជ្រនេះគឺទម្ងន់វាគឺ 3.09 ការ៉ាត់បាទ 3.09 ការ៉ាត់នេះគឺប្រមាណតម្លៃ 60000 អញ្ចឹងអានេះគឺតម្លៃ 60000 គត់សម្រាប់ចិញ្ចៀនពេជ្រមួយនេះបាទតមកទៀតមានជាច្រើនហើយនេះគឺជារូបគំនូរមួយរូបគំនូររបស់ Leroy Liman នេះគឺគេលក់នៅក្នុងតម្លៃ 29000 អញ្ចឹងគំនូរនេះលក់តម្លៃ 29000 បាទហើយនេះស្អីចេះបាទក្របោបបាទក្របោបដែលធ្វើពីស្បែកក្រពើអញ្ចឹងក្របោបធ្វើពីស្បែកក្រពើនេះគឺលក់តម្លៃ 30000 បាទគាត់ថាក្របោបស្ពាយណានេះក្របោបស្ពាយក្របោបយួរដៃណាបាទ 30000 បាទក្របោបនេះអូខេនេះស្អីចេះបាទមួយនេះវិញគឺកាក់បាទកាក់ឥន្ទ្រីមាសដែលធ្វើឡើងនៅសហរដ្ឋអាមេរិកហើយកាក់នេះគឺលក់តម្លៃ 40000 ជាងដែរកាក់មួយហ្នឹងជាងលក់តែកាក់មួយហ្នឹងទេ 40000 បាទហើយតមកទៀតនេះចំពោះនេះវិញជប់សិនរថយន្តសម្រាប់ដឹកភីហ្សាអញ្ចឹងរថយន្តសម្រាប់អ្នកលក់ភីហ្សាបាទអ្នកលក់ភីហ្សាតាមរថយន្តតាមអីអញ្ចឹងរថយន្តនេះអាចដាក់ភីហ្សាលក់បានបាទមានកន្លែងទុកដាក់ភីហ្សាដែលនៅ eBay គឺគេលក់តម្លៃ30000បាទចំពោះរថយន្តហ្នឹងគឺ 30000ហើយមួយនេះវិញសូមចាំតិចជាស្អីទៅបាទនេះគឺជាបាទកាតប៉ុន្តែកាតបែបសៀកបាទកាតសៀកបាទកាតលេងកាតសៀកចំពោះកាតសៀកនេះវិញគឺ Magic នេះគឺគេលក់តម្លៃ 30000 ដែរអញ្ចឹងកាតនេះលក់តម្លៃ 30000 ដែរអូខេមួយវិញទៀតបាទនេះចុងក្រោយរបស់គេនេះគឺសៀវភៅ Superman អញ្ចឹងសៀវភៅ Superman មួយក្បាលនេះគឺលក់នៅក្នុងតម្លៃ 27000 បាទថ្លៃកប់ពពកណាអញ្ចឹងទៅ eBay សូមប្រយ័ត្នបន្តិចកាន់លុយមុំបាច់ទៅទេ eBay ថ្លៃណាស់បាទហើយអញ្ចឹងរបស់ថ្លៃបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីជម្រាបជូនទៅដល់បងប្អូនដែលចូលចិត្តនឹងនិយមព័ត៌មាននេះគឺជាព័ត៌មានមួយដែលជាផលិតផលដែលលក់នៅលើផ្សារ eBay បាទអរគុណជួបគ្នានៅវគ្គក្រោយនៅព័ត៌មានថ្មី